កម្មវិធីបុណ្យពូជក៏បានប្រពៃឡើងក៏ថាមានមីងមាបងប្អូនចូលរួមច្រើនកកកច្រើនយូរតែមែនទែនហើយនៅក្នុងនោះទៀតសដែលក៏មានខ្ញុំម្នាក់ដែលនៅក្នុងនោះដែលហើយនេះគេថាបងប្អូនមកដូចបានឃើញឯងគេថាបុណ្យពូជខ្មែរយើងនេះគេថាមានក្របពូជច្រើនយូរតែមែនទែនមានក្របពូជគេថាកម្មពូជធម្មជាតិខ្មែរយើងគេថាសមោហូហៀយូរតែមែនទែនឯងបងប្អូន Hello ក៏ដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាគោរពជម្រាបសួរពីចម្ងាយសូមស្វាគមន៍មកកាន់កម្មវិធីបុណ្យពូជកសិករខ្មែរយើងហើយបងប្អូនចង់ដេញថាកម្មវិធីនេះមានន័យយ៉ាងណាខ្លះតោះទៅចូលរួមទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងរៀបរាប់ប្រាប់ត្រួសបងប្អូនហើយឥឡូវនេះគេថាមុនដែលយើងចូលទៅដល់កន្លែងដែលធ្វើកម្មវិធីយើងត្រូវហែហមមកតាមដំណើរតាមផ្លូវតាមអុយចឹងណាដោយតបងប្អូនបានឃើញមីមាបងប្អូននិយាយតាគេថាមកសមោហូហៀយូតែមែនទែនហើយជាពិសេសនេះណាបូចបងប្អូនបានឃើញអត់មានកាន់កូនឈើកូនដើមឈើដើមអុយគេថាសមោច្រើនយូរតែមែនទែនឯងសម្រាប់កម្មវិធីនេះដែលប្រពៃឡើងនៅខាងស្រុកអង្គរធំភូមិដូនឪនិងភូមិតាពាំងស្វាយហើយក៏បានចូលរួមគ្នាធ្វើកម្មវិធីបង្កើតកម្មវិធីនេះឡើងហើយគេថាកម្មវិធីនេះគេថាលើកទី1ហើយដែលស្រុកភូមិនេះក៏បានធ្វើកម្មវិធីនេះលើកទី1ដែរប៉ុន្តែខ្ញុំក៏ជឿជាក់ថាមានភូមិផ្សេងហើយខេត្តផ្សេងទៀតដែលបានធ្វើកម្មវិធីនេះឡើងហើយសម្រាប់ស្រុកអង្គរធំរបស់ខ្ញុំនេះវិញគេថាទើបលើកទី1នេះឯងដែលមានកម្មវិធីនេះឡើងហើយសម្រាប់កម្មវិធីនេះដែរគេថាប្រហែលឆ្នាំមុនដែលខ្ញុំបានសួរចាស់ក៏នៅនោះគាត់ប្រាប់ខ្ញុំថាប្រហែលឆ្នាំមុនមានខាងស្រុកបន្ទាយស្រីគេបានធ្វើកម្មវិធីនេះឡើងហើយជាប្រហែលឆ្នាំមុននេះឯងហើយឥឡូវនេះគេថាមាននៅខាងភូមិខ្ញុំហើយខាងស្រុកអង្គរធំម្ដងគេថាបានធ្វើកម្មវិធីនេះឡើងគេថាមនុស្សច្រើនកកកជើតែមែនទែនបងប្អូនហើយនិយាយពីគ្រាប់ពូជធម្មជាតិខ្មែរយើងនេះគេថាមកអស់ហើយបងប្អូនអើយគ្មានសល់ទេកណ្ដុយក៏មានដែរមានគ្រប់មុខមានគ្រប់ម៉ាឯងមានទាំងជាលមានទាំងនិយាយរួមទៅគេថាខ្ញុំរៀបរាប់អត់ទេបើថាឲ្យខ្ញុំស្គាល់អស់ក៏ខ្ញុំស្គាល់អត់បានអស់ដោយសារសមោហូហៀយូតែមែនទែនព្រោះថាលើកទី1ហើយកម្មវិធីនេះគេថាមានច្រើនកម្មវិធីយូរតែមែនទែនហើយសម្រាប់ក្នុងនេះដែរគេថាប្រយ័ត្នយើងហែក្របពូយកមកដាក់ទុករួចត្រួលបួលហើយគេថាមានកម្មវិធីរឿមកំសាន្តសប្បាយជុំគ្នានេះឯងគេថាអូយគេថារឿមស្រស់រឿមស្អាតតែមែនទែនឯងមីងបងប្អូននេះគេថារឿមស្អាតយូរតែមែនទែនហើយខ្ញុំគេថាឈោមើលឈោថតនេះគេថាចង់រឿមគេដែរប៉ុន្តែអត់ហ៊ានរឿមទេដោយសារតែយើងតែមិនហ៊ានទៅហ៊ានរឿមមួយប្រហែលទេថាថ្ងៃពេកចុះហើយឥឡូវនេះគេថាមីងក៏បងប្អូនរឿមសប្បាយយូរតែមែនទែនដូចតែបងប្អូនបានឃើញហ្នឹងសំខាន់រឿមគេថាស្រុះគ្នាគេថាស្អាតយូរតែមែនទែនខ្ញុំអត់ដឹងរៀបរាប់បែបណាទេថាពិតជាបើនៅកឹបនៅផ្ទាល់វិញគេថាពិតជាល្អមើលយូរតែមែនទែនបងប្អូននិយាយពីថាសបាយនោះក៏សបាយដល់កហើយរយៈពេល3ថ្ងៃនេះគេថាសបាយឡើងមកអស់ដៃឯងហើយបន្ទាប់ពីយើងរឿមអុយចប់ហើយបន្តិចទៀតនឹងមានកម្មវិធីរឿមរបាំតែក្មេងៗនៅក្នុងសិស្សសាលានេះឯងគេរឿមរបាំបងប្អូនហើយគេថារឿមស្អាតយូរតែមែនទែនឯងគេថាក្មេងៗទេប៉ុន្តែគេថាមានដុងយូរតែមែនទែនហើយនិយាយពីរឿមស្អាតណាយ៉ាងណានេះបងប្អូនដូចតែបងប្អូនបានមើលឃើញនេះឯងគេថាពួកគាត់ក្មេងៗទេប៉ុន្តែគាត់រឿមបានស្អាតគាត់រឿមបានស្រស់គ្នាមែនទែននេះឯងគេថាតំពាំងថ្នងសរសៃបងប្អូនអើយហើយឥឡូវនេះគេថាដូចតែបងប្អូនបានមើលឃើញមីងមាបងប្អូនអង្គុយមើលជុំវិញព្រាតអង្គុយតោមើលអូថាមែនទែនតបីក្តៅប៉ុណ្ណាក៏ដោយប៉ុន្តែក៏មិនមែនជាបញ្ហាដែរហើយយើងបកមកខាងក្រៅពូជយើងនេះវិញដែរពេលការចប់កម្មវិធីគេថាអត់មានយោតនាទេបងប្អូនគេថាចប់កម្មវិធីគេថាយោរៀងខ្លួនណាស្រឡាញ់ក្រឹបពូជអីក៏យោនោះទៅណាបងប្អូនមួយគេថាពេលចប់កម្មវិធីគេថាចែកក្រឹបពូជគ្នានេះឯងណាស្រឡាញ់ចង់ដាំពូជណាក៏នឹងគ្នាយកពូជនោះទៅគេថាអត់មានបានទូអុយទេណាទេគេថាចែបងប្អូនមីងមាជាកសិករយើងដាំទាំងអស់គ្នានេះឯងអត់មានតែបានយកទៅណាអុយណៃទេថាយកទៅដាំណាក៏ស្រឡាញ់ពូជណាក៏យកពូជនោះទៅណាហើយវីដេអូខ្ញុំក៏អត់មានអុយច្រើនដែរវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះដែរអរគុណច្រើនសម្រាប់ការតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់អរគុណច្រើនចាំទស្សនាមួយខ្ញុំវីដេអូក្រោយបាយ